សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងលើកយកសៀវភៅមួយកក្បាលមកសង្ខេបជូនអ្នកទាំងអស់គ្នាស្ដាប់ដែលមានចំណងជើងថា Eat That Frog ឬបកប្រែឲ្យងាយយល់ជាភាសាខ្មែរថាស៊ីកង្កែបថាត់មុននិពន្ធដោយលោក Brian Tracy ដែលជាសៀវភៅដ៏ល្បីល្បាញមួយដែលផ្ដោតលើការគ្រប់គ្រងពេលវេលានិងបង្កើនផលិតភាពគោលគំនិតសំខាន់គឺការដោះស្រាយកិច្ចការដែលពិបាកបំផុត Frog ជាមុនសិននៅពេលព្រឹកខាងក្រោមនេះជាមេរៀនសំខាន់ចំនួន6ពីសៀវភៅនេះមេរៀនទី1បរិភោគកង្កែប Eat the frog កង្កែបគឺជាកិច្ចការដែលពិបាកបំផុតធំបំផុតឬសំខាន់បំផុតដែលអ្នកត្រូវធ្វើនៅថ្ងៃនោះហើយដែលអ្នកទំនងជាចង់ពន្យាពេលការបរិភោគកង្កែបមានន័យថាត្រូវធ្វើកិច្ចការនោះជាមុនសិននៅពេលព្រឹកមុនពេលអ្នកចាប់ផ្ដើមធ្វើអ្វីផ្សេងទៀតពេលអ្នកបានធ្វើកិច្ចការពិបាករួចរាល់ហើយអ្នកនឹងមានអារម្មណ៍ធូរស្រាលនិងមានកម្លាំងចិត្តសម្រាប់កិច្ចការផ្សេងទៀតឧទាហរណ៍អ្នកជាអ្នកគ្រប់គ្រងគម្រោងម្នាក់ហើយអ្នកត្រូវរៀបចំរបាយការណ៍សង្ខេបប្រចាំខែដ៏ស្មុគស្មាញមួយសម្រាប់ថ្នាក់លើដែលទាមទារការប្រមូលទិន្នន័យពីផ្នែកជាច្រើនជំនួសឲ្យការឆ្លើយតបអ៊ីមែលឬពិនិត្យបណ្ដាញសង្គមនៅពេលព្រឹកអ្នកគួរតែចាប់ផ្ដើមរៀបចំរបាយការណ៍នោះភ្លាមទោះបីជាវាពិបាកឬគួរឲ្យធុញទ្រាន់ក៏ដោយការធ្វើវាជាមុនសិននឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាបានសម្រេចកិច្ចការធំមួយហើយអាចបន្តធ្វើកិច្ចការផ្សេងទៀតដោយរីករាយមេរៀនទី2រៀបចំផែនការមុនពេលចាប់ផ្ដើម Plan your day the night before មុនពេលអ្នកចាប់ផ្ដើមថ្ងៃថ្មីអ្នកគួរតែចំណាយពេលពី3នាទីនៅពេលល្ងាចឬព្រឹកព្រលឹមដើម្បីរៀបចំបញ្ជីកិច្ចការដែលអ្នកត្រូវធ្វើនៅថ្ងៃបន្ទាប់ការរៀបចំផែនការជាមុនជួយឲ្យអ្នកមានទិសដៅច្បាស់លាស់កំណត់អាទិភាពនិងកាត់បន្ថយភាពតានតឹងឧទាហរណ៍អ្នកជាសិស្សម្នាក់ហើយអ្នកមានកិច្ចការច្រើនដែលត្រូវធ្វើសម្រាប់ថ្ងៃស្អែកដូចជាធ្វើលំហាត់គណិតវិទ្យាអានមេរៀនប្រវត្តិសាស្ត្រនិងរៀបចំបទបង្ហាញអ្នកគួរតែសរសេរកិច្ចការទាំងអស់ដែលត្រូវធ្វើសម្រាប់ថ្ងៃស្អែកនៅពេលល្ងាចមុនពេលចូលគេងបន្ទាប់មករៀបចំអាទិភាពថាតើកិច្ចការណាដែលសំខាន់បំផុតឬត្រូវធ្វើមុនគេឧទាហរណ៍លំហាត់គណិតវិទ្យាដែលនឹងត្រូវប្រគល់នៅព្រឹកស្អែកនេះនឹងជួយឲ្យអ្នកភ្ញាក់ពីគេងដោយដឹងថាត្រូវចាប់ផ្ដើមពីចំណុចណាមេរៀនទី3កំណត់អាទិភាពដោយប្រើច្បាប់80/20ឬ Pareto Principle ច្បាប់80/20ចែងថា 20% នៃកិច្ចការរបស់អ្នកនឹងផ្ដល់លទ្ធផល 80% នៃលទ្ធផលសរុបផ្ទុយទៅវិញ 80% នៃកិច្ចការផ្សេងទៀតនឹងផ្ដល់លទ្ធផលត្រឹមតែ 20% ប៉ុណ្ណោះគោលគំនិតនេះជំរុញឲ្យអ្នកផ្ដោតលើកិច្ចការសំខាន់មួយចំនួនតូចដែលនឹងផ្ដល់ផលប្រយោជន៍ធំបំផុតឧទាហរណ៍អ្នកជាអ្នកលក់ម្នាក់ហើយអ្នកមានបញ្ជីអតិថិជនជាច្រើនដែលត្រូវតាក់ទងជំនួសឲ្យការតាក់ទងអតិថិជនទាំងអស់ដោយមិនរើមុខអ្នកគួរតែកំណត់អត្តសញ្ញាណអតិថិជនណាដែលទំនងជានឹងទិញច្រើនបំផុតឬអតិថិជនណាដែលធ្លាប់ទិញច្រើនពីមុនមកប្រហែលជា 20% នៃបញ្ជីឈ្មោះការផ្ដល់លើអតិថិជនទាំងនេះនឹងនាំមកនូវប្រាក់ចំណូល 80% នៃប្រាក់ចំណូលសរុបរបស់អ្នកមេរៀនទី4ចាប់ផ្ដើមភ្លាម Take action immediately ការពន្យាពេលគឺជាសត្រូវនៃផលិតភាពនៅពេលដែលអ្នកបានសម្រេចចិត្តលើកិច្ចការសំខាន់ណាមួយសូមចាប់ផ្ដើមធ្វើវាភ្លាម កុំរង់ចាំឬរកឡែការចាប់ផ្ដើមភ្លាមជួយបំបែកភាពស្ទាក់ស្ទើរឧទាហរណ៍អ្នកត្រូវសរសេរអត្ថបទសំខាន់មួយសម្រាប់ប្លុកកំហ៊ុនប៉ុន្តែអ្នកមានអារម្មណ៍ខ្ជិលឬមិនដឹងចាប់ផ្ដើមពីណាជំនួសឲ្យការចំណាយពេលគិតច្រើនពេកឬមើលវីដេអូកម្សាន្តអ្នកគួរតែបើកឯកសារ Word ហើយចាប់ផ្ដើមសរសេរចំណងជើងឬសរសេរចំណុចសំខាន់ដែលអ្នកចង់បញ្ចោតគ្រាន់តែចាប់ផ្ដើមធ្វើអ្វីមួយតូចតាចក៏ដោយវាអាចជួយឲ្យអ្នកបន្តធ្វើកិច្ចការនោះរហូតដល់ចប់មេរៀនទី5បំបែកកិច្ចការធំទៅជាកិច្ចការតូច Break down large tasks កិច្ចការធំអាចមើលទៅគួរឲ្យខ្លាចនិងធ្វើឲ្យអ្នកមានអារម្មណ៍ថាគ្មានកម្លាំងចិត្តនៅក្នុងការចាប់ផ្ដើមការបំបែកកិច្ចការធំមួយទៅជាជំហានតូចនឹងអាចគ្រប់គ្រងបានធ្វើឲ្យវាកាន់តែងាយស្រួលនៅក្នុងការចាប់ផ្ដើមនិងបញ្ចប់ឧទាហរណ៍អ្នកត្រូវរៀបចំផែនការទីផ្សារប្រចាំឆ្នាំសម្រាប់ក្រុមហ៊ុនជំនួសឲ្យថាខ្ញុំត្រូវរៀបចំផែនការទាំងមូលអ្នកគួរតែបំបែកវាទៅជាជំហានតូចដូចជាស្រាវជ្រាវទីផ្សារកំណត់គោលដៅជ្រើសរើសយុទ្ធសាស្ត្រកំណត់ថវិការៀបចំកាលវិភាគអនុវត្តរៀបចំរបាយការណ៍
ការធ្វើបែបនេះនឹងធ្វើឲ្យកិច្ចការទាំងមូលមិនសូវជាបន្ទុកខ្លាំងហើយអ្នកអាចចាប់ផ្ដើមធ្វើមួយជំហានម្ដងតមេរៀនទី6អភិវឌ្ឍទម្លាប់នៃការផ្ដោតអារម្មណ៍ Develop habits of concentration ដើម្បីបង្កើនផលិតភាពអ្នកត្រូវតែរៀនផ្ដោតអារម្មណ៍លើកិច្ចការមួយក្នុងពេលតែមួយហើយជៀសវាងការរំខានការបង្កើតទម្លាប់នៃការផ្ដោតអារម្មណ៍គឺទាមទារការអនុវត្តនិងការគ្រប់គ្រងបរិស្ថានជុំវិញខ្លួនឧទាហរណ៍អ្នកកំពុងធ្វើការលើគម្រោងសំខាន់មួយប៉ុន្តែអ្នកតែងតែត្រូវបានរំខានដោយការជូនដំណឹងពីទូរស័ព្ទអ៊ីមែលឬមិត្តរួមការងាររឿងដែលអ្នកគួរធ្វើនោះគឺបិទការជូនដំណឹងទាំងអស់ពីទូរស័ព្ទនិងកុំព្យូទ័ររបស់អ្នកក្នុងរយៈពេលជាក់លាក់ណាមួយឧទាហរណ៍1ម៉ោងស្វែងរកកន្លែងស្កប់ស្ងាត់ធ្វើការដែលអ្នកមិនងាយត្រូវបានរំខានឬប្រើបច្ចេកទេស Pomodoro ធ្វើការផ្ដោតអារម្មណ៍រយៈពេល25នាទីបន្ទាប់មកសម្រាក5នាទីការអនុវត្តបែបនេះជាប្រចាំនឹងជួយឲ្យអ្នកអភិវឌ្ឍទម្លាប់នៃការផ្ដោតអារម្មណ៍បានកាន់តែល្អសរុបមកមេរៀនសំខាន់ៗពីសៀវភៅ Eat That Frog គឺផ្ដោតលើការអនុវត្តជាក់ស្ដែងដើម្បីជួយអ្នកឲ្យដោះស្រាយកិច្ចការសំខាន់ៗជាមុនសិនកំណត់អាទិភាពឲ្យបានត្រឹមត្រូវនិងជៀសវាងការពន្យារពេលដើម្បីសម្រេចបាននូវផលិតភាពខ្ពស់បំផុត